ការសម្រាប់ចិត្តបើសិនឲ្យយើងទីហោយើងរើសមិត្តខុសធ្វើឲ្យយើងដើរក្នុងផ្លូវខុសដែរទីហោមិត្តភ័ក្ដិនឹងមិនកិច្ចសាលាចូលចិត្តដើរលេងឬក៏ចូលនោះអីចឹងទៅហើយមកអូសទាញយើងឲ្យយើងទៅជាមួយដែរកិច្ចម៉ោងរៀនដែរអញ្ចឹងយើងសម្រាប់ចិត្តជួនកាលយើងស្គាល់យើងដឹងដែរប៉ុន្តែយើងនៅជ្រើសរើសយកគាត់អញ្ចឹងយើងដូចរុញខ្លួនឯងហ្នឹងឲ្យទៅធ្លាក់នៅរួចអញ្ចឹងណោះចាប៉ុន្តែបើយើងសម្រាប់ចិត្តរាប់អានមិត្តភ័ក្ដិបុគ្គលឬក៏សិស្សណាដែលគាត់ជាសិស្សល្អមករៀនទៀងទាត់គោរពវិន័យសាលាស្លៀកពាក់ឯកសណ្ឋានការនិយាយរកពាក្យសម្ដីអាកប្បកិរិយានិយាយរួមអត្តចរិតវិជ្ជារបស់គាត់ល្អយើងសម្រាប់ចិត្តរាប់អានជាមួយគាត់នឹងនាំយើងរៀននាំយើងធ្វើរឿងល្អចុះបណ្ណាល័យឬក៏ភាសាពីកិច្ចការអីមួយគឺមានគំនិតមកល្អហ្មងត្រូវទេអញ្ចឹងយើងសម្រាប់ចិត្តឲ្យច្បាស់មុននឹងយកអ្នកណាម្នាក់ធ្វើជាមិត្តអញ្ចឹងទៅណាមួយទៀតទីហោយើងសម្រាប់ចិត្តអីគេចង់ធ្វើឥឡូវថាកុំតន់ដល់ការងារព្រោះចង់រៀនមុខវិជ្ជាអីមួយចុះបើសិនជាយើងអត់ប្រកាសថាមុខវិជ្ជាហ្នឹងយើងអាចចាប់បានអត់ឬមួយក៏ទីហោថាពេលដែលយើងរៀនប្រឡងចាប់បាក់ឌុបមែនទេអញ្ចឹងយើងអត់ដឹងថាយើងត្រូវយកជំនាញណាឬមួយក៏មុខវិជ្ជាណាដែលយើងត្រូវរៀនតអញ្ចឹងយើងភាសាជាមួយនឹងសិស្សច្បងយើងក៏ដោយឬក៏រៀនច្បងដែររៀនចាប់មុនយើងនឹងដែលយើងស្គាល់ឬមួយក៏ឪពុកម្ដាយបងប្អូនរបស់យើងតែខ្ញុំគួរជ្រើសរើសយកមុខវិជ្ជាអីអញ្ចឹងយើងត្រូវភាសាមួយគាត់ហើយក៏សួរឥឡូវយើងបកកាយខាងអីយើងបកកាយមុខវិជ្ជាអីយើងបកកាយជំនាញអីយើងគិតថាខ្លួនឯងនឹងធ្វើកិច្ចការអីដែលបានល្អជាងគេយើងបកកាយខាងអីយើងត្រូវស្គាល់ខ្លួនឯងអញ្ចឹងបានយើងសម្រេចចិត្តត្រូវដែរទីហៅថាបងអូនបកកាយទីហៅថាបកកាយសរសេរតែសេចក្តីបកកាយគិតបកកាយអានរឿងហើយយើងចេះពីរឿងប្រឡោមលោកច្រើនរឿងព្រេងអីចឹងទៅលបាយជំរាបវិជាប្រៃអសរជាប្រៃចឹងអូនឯងចេះច្រើនចឹងទៅអូអញ្ចឹងអូនឯងចាប់យកជំនាញសរសាស្ត្រខ្មែរល្អណាដឹងតែរៀនចូលតែកាលណាយើងសម្រេចចិត្តជ្រើសរើសយកអ្វីមួយត្រូវធ្វើឲ្យយើងនេះផ្ដោតអារម្មណ៍ទៅលើវាបានល្អហើយយើងធ្វើកិច្ចការនឹងបានល្អអញ្ចឹងយើងរៀនចូលរៀនចេះឆាប់ដឹងឆាប់យល់ត្រូវទេតែបើសិនជាយើងជ្រើសរើសយកមុខវិជ្ជាឬក៏ជំនាញខុសណាគឺយើងរៀនអត់ចូលទេអូនទៅរៀនកាន់តែឈឺក្បាលត្រូវអត់ដូចយើងរងថ្ងៃហ្នឹងអាមុខវិជ្ជាណាដែលយើងអត់ទៅចូលចិត្តរៀនអត់ចូលទេមែនទេត្រូវអត់តើឥឡូវកត់